រឿងប៉ັດដែលជានីបានជួបនឹងតតាំងនៅក្នុងរយៈពេលប្រមាណខែចុងក្រោយនៅក្នុងឆ្នាំ2025ពេលនេះ Jennie Kim កាន់តែធ្វើឲ្យពិភពលោកមានការស្ញប់ស្ញែងនិងភាពអស្ចារ្យរបស់នាងអ្វីដែលជានាងតារាតួ K-pop នារីដែលបាននាំភាពអស្ចារ្យនៃតន្ត្រី Hip Hop ឡើងលើឆាកអន្តរជាតិក្រោយផ្ដាច់ខ្លួនពី YG នៅបង្កើតក្រុមហ៊ុនខ្លួនឯងនាងពិតជាបានវិវត្តខ្លួនយ៉ាងខ្លាំងមិនធម្មតានាងមានភាពរឹងមាំដោយខ្លួនឯងនិងកាន់តែអស្ចារ្យជាការដឹងត្រួសត្រាសសូមបង្ហាញជូននៅរឿងរ៉ាវនិងការពិតមួយចំនួនរបស់ Jennie នៅក្នុងឆមាសទី1ឆ្នាំ2025 1 ចូលស្លបបាក់ចិត្ត10ឆ្នាំ Jennie សារភាពថាទើបរកខ្លួនឯងឃើញថ្មីនេះទេ Jennie បាននិយាយថាដំបូងនាងហាក់ដូចជាមានអារម្មណ៍ថាភ័យខ្លាចហើយមិនដឹងខ្លួនថាឃ្លាតឆ្ងាយពីខ្លួនឯងកម្រិតណាទេប៉ុន្មានឆ្នាំមកនេះដូច្នេះនាងបានទៅរកផ្នែកដ៏អស្ចារ្យបំផុតនៃគម្រោងការងារទោលនេះហើយដែលធ្វើឲ្យនាងមានពេលនៅជាមួយខ្លួនឯងព្រោះកន្លងមកពីមុននាងមិនដែលមានពេលសម្រាប់ខ្លួនឯងទេដូច្នេះការងារទោលនេះពិតជាត្រូវការស្វែងយល់ឲ្យស៊ីជម្រៅថាខ្លួនយើងជានរណាហើយអ្វីដែលជានាងពេលផលិតអាល់ប៊ុមវាពិតជាពិបាកបំផុតមិនងាយស្រួលនោះទេអារម្មណ៍ថ្មីជាច្រើននៅត្រូវរៀនតែលទ្ធផលចេញមកធ្វើឲ្យនាងមានមោទកភាពណាស់ 2. សារដែល Jennie ចង់រំលេចនៅក្នុងបទ Like Jennie គឺជាបទចម្រៀងមួយបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើសលប់នាពេលបច្ចុប្បន្នរបស់ Jennie មិនត្រឹមតែក្បាច់រាំដ៏ទាក់ទាញដែលតារាល្បីៗជាច្រើននាំគ្នារាំតាមនោះទេបទនេះក៏មានសារដ៏លយផងដែរ Jennie ជាម្ចាស់បទបានដឹងដែរថាបទនេះចេញមកអត់ធ្ងន់ពេកទេហើយអនុញ្ញាតឲ្យនាងបញ្ចេញស្ទីលនិងក្បាច់របស់នាងដោយសេរីព្រមទាំងភ្ជាប់ស៊ីជម្រៅឲ្យចូលអារម្មណ៍អ្នកស្ដាប់ដោយងាយបទនេះប្រៀបដូចជាកញ្ចក់បង្ហាញថាអ្នកគឺជានរណាហើយបញ្ជាក់ពីក្តីស្រឡាញ់ចំពោះខ្លួនឯងទោះបីជាបទរំលេច Like Jennie ឬធ្វើឲ្យដូច Jennie ប៉ុន្តែអត្ថន័យពិតគឺចង់ឲ្យអ្នកធ្វើអ្វីជាខ្លួនអ្នកនិងស្វែងរកទំនុកចិត្តឲ្យខ្លួនឯងឲ្យបានច្រើនកុំខ្វល់ពីពាក្យរិះគន់ឬអ្នកជន់ពន្លិច 3. អត្ថន័យពីក្រោយឈ្មោះអាល់ប៊ុម Ruby មកពីឈ្មោះ Jennie Ruby Jen ដែលជាឈ្មោះដែលនាងជ្រើសរើសសម្រាប់ខ្លួនឯងដោយសារតែនាងចង់បានឈ្មោះវែងជាមិត្តភក្តិរបស់នាងកាលពីនៅរៀននៅ Nouvelle Zelande កាលពី Jennie រស់នៅក្នុងប្រទេស Nouvelle Zelande កាលពីក្មេងវាបានកំណត់ពេលវេលាសម្រាប់ជីវិតរបស់នាងក្នុងការប្រឈមមុខនឹងបញ្ហាថ្មីងាកមកការដែល Jennie ជ្រើសឈ្មោះអាល់ប៊ុមថា Ruby ក៏ព្រោះតែឈ្មោះនេះសម្រាប់នាងគឺមានអត្ថន័យតំណាងឲ្យភាពរឹងមាំជានិមិត្តរូបនៃភាពក្លាហានភាពអត់ធ្មត់និងកម្លាំងដែលជាគុណសម្បត្តិដែលនាងមានហើយការដែលព្យាយាមរស់នៅប្រចាំថ្ងៃ 4. ទម្រាំបានបង្ហាញការសម្ដែងដ៏អស្ចារ្យនៅលើឆាក Coachella តើ Jennie ស៊ូទៅនឹងរឿងអ្វីខ្លះអ្នកគាំទ្រច្បាស់ជាបានដឹងច្បាស់ថាសុខភាពរបស់ Jennie មិនមែនមាំទាំខ្លាំងនោះទេពលគឺនាងឧស្សាហ៍ឈឺណាស់ប៉ុន្តែពេលឡើងសម្ដែងនៅលើឆាក Coachella គឺជាពេលដែលនាងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះជារយៈពេល1ម៉ោងសម្ដែងតែឯងនៅលើឆាកនាងមិនបានសម្រាកឡើយគឺសម្ដែងរាំច្រៀងជាប់គ្នារហូតប៉ុន្តែតើអ្នកដឹងទេមុនបានលទ្ធផលបែបនេះនាងបានប្រឹងហាត់សមយ៉ាងខ្លាំងដោយដំបូងនាងត្រូវរត់ផងច្រៀងផងរយៈពេល50នាទីសឹងរាល់ថ្ងៃដើម្បីសមទៅនឹងកម្លាំងនេះពេលឡើងសម្ដែងអំឡុងពេលហាត់ទៀតសោតគឺនាងរត់ទៅជួបពេទ្យផងសម្រាកខ្លះផងសម្រាកបានបន្តិចក៏ត្រឡប់ទៅហាត់ទៀតពោលគឺពិតជាមិនងាយស្រួលឡើយហើយវាពិតជាសម្ពាធនិងជោគជ័យដ៏ធំបំផុតដែលនាងអាចជំនះបាន 5. តើ Jennie មើលការសម្ដែងរបស់ខ្លួននៅ Coachella ប៉ុន្មានដងនាងបានដឹងដែរថានាងមើលពី2ទៅ3ដងតែមើលហើយប៉ុន្មានដងវានៅតែលោតចេញមកនៅក្នុងទូរស័ព្ទរបស់នាងរហូតដូច្នេះនាងចេះតែចុចមើលហើយមើលទៀត